ជំងឺអុតក្តាមជាហានិភ័យមួយរបស់កសិករជំងឺអុតក្តាមគឺជាសត្រូវលាក់មុខដ៏កាចសាហាវបំផុតមួយរបស់បងប្អូនកសិករវាលុកយ៉ាងលឿនទៅលើសត្វចង្វែកជើងពីរដូចជាគោក្របីជ្រូកពពែនិងចៀមជំងឺនេះមិនត្រឹមតែបំផ្លាញសុខភាពសត្វប៉ុណ្ណោះទេប៉ុន្តែវាអាចវាយកំទេចសេដ្ឋកិច្ចគ្រួសារនិងទាញទម្លាក់ប្រាក់ចំណូលរបស់កសិករយ៉ាងធ្ងន់ធ្ងរតើមេរោគនេះឆ្លងដោយរបៀបណាវាឆ្លងលឿនដោយផ្នែកបន្ទោអញ្ចឹងវាអាចហើរតាមខ្យល់ហូរតាមទឹកឬឆ្លងតាមរយៈសម្ភារៈនិងសម្លៀកបំពាក់ដែលប្រឡាក់មេរោគការផ្ដល់ចំណីការដឹកជញ្ជូនដែលខ្វះអនាម័យឬការទិញសត្វឈឺចូលក្នុងហ្វូងសិតតែជាផ្លូវនាំមេរោគចូលកោលរបស់អ្នកដោយមិនដឹងខ្លួនសូមសង្កេតមើលអាការៈសត្វរបស់អ្នកបើវាមានអាការៈគ្រុនក្តៅកើតពងដឬដំបៅនៅអណ្ដាតបបោមាត់ចុងដោះនិងចន្លោះជើងនោះហើយគឺជាជំងឺអុតក្តាមសត្វនឹងចាប់ផ្ដើមហូរទឹកមាត់ពិបាកស៊ីចំណីពិបាកដើរហើយអាចរលូតកូនទោះជំងឺនេះកម្រធ្វើឲ្យសត្វធំងាប់ក៏ដោយតែវាធ្វើឲ្យសត្វកើនឬឲ្យកូនសត្វតូចៗវិញគឺប្រឈមនឹងគ្រោះថ្នាក់បំផុតបើប្រទះឃើញសញ្ញាទាំងនេះសូមកុំសន្មស្លោដំបូងត្រូវរាយការណ៍ប្រាប់ពេទ្យសត្វជាបន្ទាន់ត្រូវបំបែកសត្វឈឺចេញពីហ្វូងភ្លាមសម្អាតទ្រុងនិងហាមដាច់ខាតការទិញលក់ឬចលនាសត្វចេញចូលទីតាំងនោះត្រូវផ្ដល់ចំណីទុនលាងរបួសសត្វនិងទឹកម្ជូររួចលាបថ្នាំតាមការណែនាំរបស់ពេទ្យតែបងប្អូនកុំបារម្ភអាវក្រោះការពារដ៏ល្អបំផុតសម្រាប់ជំងឺនេះគឺការចាក់វ៉ាក់សាំងមានតម្លៃថោកតែអាចការពារសត្វបានពី10ទៅ12ខែជួយសន្សំប្រាក់កាសព្យាបាលនិងធានាសុខភាពសត្វបានយ៉ាងគាប់ប្រសើរចុះបងប្អូនវិញធ្លាប់ជួបបញ្ហាជំងឺអុតក្តាមនេះដែរឬទេពេលជួបជំងឺនេះតើបងប្អូនមានបទពិសោធន៍ដោះស្រាយបែបណាដែរសូមខមមិនចែករំលែកប្រាប់ពួកយើងនៅខាងក្រោមនេះ